ក្លឹបបាល់ទះវិសាខាបើកឆាកប៉ះក្រុម MBSA Pelican របស់ម៉ាឡេស៊ីថ្ងៃទី30ខែមេសាឆ្នាំ2025ម៉ោង11ព្រឹកក្នុងពានរង្វាន់ The Winstreak Invitational នៅតៃវ៉ាន់ក្លឹបបាល់ទះវិសាខាតំណាងកម្ពុជាត្រៀមការពារតំណែងជើងឯកពានរង្វាន់ The Winstreak Invitational ឆ្នាំ2025នៅតៃវ៉ាន់ដែលគ្រោងនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី30ខែមេសារហូតដល់ថ្ងៃទី4ខែឧសភាឆ្នាំ2025ដោយការប្រកួតបែងចែកជា2ពូ A ក្លឹបបាល់ទះវិសាខាតំណាងកម្ពុជាក្រុមបាល់ទះ Hyundai Capital Skywalk របស់កូរ៉េខាងត្បូងនិងក្រុមបាល់ទះ MBSA Pelican របស់ម៉ាឡេស៊ីក៏ដូចជាក្រុមបាល់ទះ Taichung Bank របស់តៃវ៉ាន់ពូ B មានក្រុមបាល់ទះ Winstreak របស់តៃវ៉ាន់ Jakarta Garuda របស់ឥណ្ឌូនេស៊ី Nakhon Ratchasima របស់ប្រទេសថៃនិងក្រុមបាល់ទះ Armed Forces របស់កូរ៉េខាងត្បូងគួរដឹងផងដែរថាក្លឹបបាល់ទះវិសាខាគឺជាម្ចាស់ជើងឯកនៃពានរង្វាន់ Winstreak Volleyball Invitational Tournament ឆ្នាំ2024ក្រោយយកឈ្នះក្រុមបាល់ទះ Winstreak របស់តៃវ៉ាន់នៅវគ្គផ្ដាច់ព្រាត់ក្នុងលទ្ធផល3-1ដោយសេតទី1វិសាខាឈ្នះ25-23សេតទី2 Winstreak ឈ្នះ23-25សេតទី3វិសាខាឈ្នះ25-23និងសេតទី4វិសាខាឈ្នះ25-22